ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសំណួរសេចក្តីមួយទៀតមកចែកជូនអ្នកទាំងអស់គ្នាសំណួរសេចក្តីជាភាសាបារាំងយើងហៅថា expression សំណួរសេចក្តីថ្ងៃនេះគឺជាសំណួរសេចក្តីភាសាបារាំងដែលយើងសរសេរថា avoir du pain sur la planche avoir du pain sur la planche avoir គឺគេជាសព្ទ avoir ប្រែថាមាន le pain ឬក៏ du pain គឺប្រែថានំប៉័ង sur la planche planche វាអាចជាបន្ទះក្តារឬក៏យើងអាចប្រែឲ្យចំតែម្ដងយើងហៅថាជ្រុញអញ្ចឹង expression នេះ avoir du pain sur la planche មានន័យថាមាននំប៉័ងនៅលើជ្រុញបើសិនយើងប្រែទៅតាមន័យត្រង់បែបនេះវាហាក់បីដូចជាមិនសូវមានអត្ថន័យហើយស្ដាប់ទៅក៏អត់យល់ដែរមាននំប៉័ងលើជ្រុញមែនតើ expression avoir du pain sur la planche គឺមានន័យថាយើងរវល់ណាយើងរវល់ឧទាហរណ៍ថាយើងមានការងារច្រើនដែលត្រូវបំពេញយើងមានការងារច្រើនដែលត្រូវធ្វើខ្ញុំលើកឧទាហរណ៍មួយថាបើសិនជាមិត្តភក្តិយើងបបួលយើងទៅក្រៅហើយយើងប្រាប់គេថាខ្ញុំរវល់ណាស់បើសិនជាន័យត្រង់បើសិនជាយើងប្រើឲ្យសាមញ្ញធម្មតាមិនចាំបាច់ប្រើ expression ឧទាហរណ៍ថា Alors bonjour Dara, est-ce que tu veux sortir avec nous? សួស្តី Dara ចង់ចេញក្រៅទៅជាមួយពួកយើងដើរលេងជាមួយពួកយើងបើសិនជាយើងចង់ប្រាប់គេថារវល់យើងអាចនិយាយថាdésolé je m'occupe OK je m'occupe de mon devoir je m'occupe de mon travail សូមទោសខ្ញុំរវល់ជាមួយនឹងការងារខ្ញុំរវល់ជាមួយនឹងកិច្ចការផ្ទះអញ្ចឹង clear ដែលខ្ញុំប្រើទៅមិញហ្នឹងគឺជាន័យ clear ដែលយើងប្រើសាមញ្ញធម្មតាវាមិនមែនជា expression ទេប៉ុន្តែយើងប្រើទៅគេយល់ដូចគ្នាហើយមួយទៀតបើសិនជាយើងចង់និយាយថាយើងចង់ប្រើ expression តែម្ដងឧទាហរណ៍ថា Bonjour Dara est-ce que tu veux sortir avec nous អញ្ចឹង Dara ឆ្លើយតបថា Non je suis désolé j'ai du pain sur la planche សំទោសខ្ញុំមិនអាចទៅបានទេខ្ញុំមានការងារច្រើនដែលត្រូវបំពេញដែលត្រូវធ្វើគេអញ្ចឹងខ្ញុំចង់ឲ្យទាំងអស់គ្នាសាក់លបងប្រើ expression ហ្នឹងអូខេបង្កើត expression ហ្នឹងម្នាក់មួយទៅដើម្បីបង្កើនសមត្ថភាពភាសាបារាំងយើងដែរអញ្ចឹងរំលឹកម្ដងទៀតណា avoir du pain sur la planche exemple j'ai du pain sur la planche ខ្ញុំរវល់ខ្ញុំមានការងារច្រើនដែលត្រូវធ្វើអូខេជួបគ្នាវីដេអូក្រោយណា